ការរំលឹកឡើងវិញដោយចៃដន្យពីសវត្សឆ្នាំ1970ឆ្នាំ2025គាត់នឹងខ្លាចជាមនុស្សទៅយកស្រាបៀរ10តើអ្នកណាខ្ជិះខ្ជីដល់ថ្នាក់បោះចោលរបស់នេះយកព្រមទេ11អាចយកទៅហាងងាយស្រួលបាន2សេនសម្រាប់10ឬច្រើនជាងនេះគឺ2សេននោះជាប្រាក់ច្រើនណាស់ប៉ុន្តែតើនេះន័យណាតើខ្ញុំត្រូវត្រឡប់មកវិញដោយរបៀបណានេះទើបតែបង្កើតឡើងនៅក្នុងចិត្តរបស់សៀវហ៊ូឥឡូវនេះខ្ញុំបានត្រឡប់ទៅស្រុកកំណើតរបស់ខ្ញុំវិញហើយពីសវត្សឆ្នាំ1980ដែលបានកើតឡើងហាក់ដូចជាការបំផុសតើវាកើតឡើងនៅពេលថ្ងៃមែនទេសុបិននេះហាក់ដូចជាមិនផ្ដល់អ្វីដែលគួរឲ្យចាប់អារម្មណ៍ទេជីអើយ៉ាងណាមិញ10នេះមានលក្ខណៈស្រដៀងគ្នាទៅនឹងហាងទាំងនោះនៅក្នុងនយោបាយវាខុសគ្នាបន្តិចបន្តួចខ្ញុំមិនដឹងទេតើផ្នែកលក់ទទួលយកវាទេមីងទី2មើល10ស្រានេះមើលតើអ្នកអាចទទួលយកវាបានទេ10ស្រាបៀររបស់ខ្ញុំនិងពួកយើងអ្នកនៅទីនេះខុសគ្នាបន្តិចបន្តួចហេតុអ្វីខ្ញុំមិនអាចទទួលយករឿងនេះឲ្យវាមកលុយរបស់អ្នកសៀវហួរសប្បាយចិត្តនឹងលុយនោះគាត់បានចាក់ចេញហើយភ្លាមនោះគាត់ដឹងថាគាត់អាចពួកគេមានសេរីភាពក្នុងការពាក់វារយៈពេលខ្ញុំរកបានពីក្នុងរយៈពេលដ៏ខ្លីគ្រាន់តែទៅ2 3ដងទៀតនោះវានឹងល្អយើងរកបានប្រាក់ច្រើនហើយចូលយើងទៅទីនោះអាយ៉ាសុទ្ធតែអគារខ្ពស់អ្នកក្រុងមានទ្រព្យសម្បត្តិច្រើនពេកការលាងចាននៅទីនេះមានតម្លៃ3000ក្នុងមួយខែជ្រូកដែលចិញ្ចឹមនៅផ្ទះរយៈពេល1ឆ្នាំមិនទាំង$100ខ្ញុំត្រូវលាងចានពេញមួយជីវិតសូមស្វាគមន៍លោកកំពុងញ៉ាំអាហារនៅទីនេះទេតើត្រឹមត្រូវទេខ្ញុំមិនញ៉ាំទេតើខ្ញុំអាចសួរបានទេថាអ្នកណៃណាតើអ្នកនៅតែជ្រើសរើសបុគ្គលិកមែនទេសូមអង្គុយនៅទីនេះហើយរងចាំមួយពេលទៅហៅអ្នកគ្រប់គ្រងមកអ្នកគ្រប់គ្រងត្រូវតែជាជើហ្វាយយុវជនឲ្យតើអ្នកឈ្មោះអ្វីតើវាមកពីណាខ្ញុំឈ្មោះលូវៃហើយខ្ញុំមកពីខេត្តឡុងអ្នកចង់លាងចានមែនទេបើដូច្នោះចូលចាប់ផ្ដើមថ្ងៃនេះទៅធ្វើការទៅប្រាក់ខែ3000ក្នុងម្នាក់ខែនេះសូមផ្ដល់អត្តសញ្ញាណប័ណ្ណរបស់អ្នកមកខ្ញុំដើម្បីចុះខ្ញុំនឹងហើយខ្ញុំគ្មានអត្តសញ្ញាណប័ណ្ណទេតើអ្នកមានរូបថតនៅក្នុងទូរស័ព្ទរបស់អ្នកទេអត្តសញ្ញាណប័ណ្ណតើទូរស័ព្ទចល័តជាអ្វីអ្នកកំពុងនិយាយមិនសមហេតុផលជាមួយខ្ញុំមែនទេអ្នកមិនចង់គ្រាន់តែនិយាយថាអ្នកនឹងធ្វើវាកុំខ្ជិះខ្ជីពេលវេលាតើខ្ញុំអាចទៅណាបានខ្ញុំគ្មានឯកសារបញ្ជាក់អត្តសញ្ញាណទូរស័ព្ទទេដូច្នេះពួកគេមិនយកខ្ញុំទេចូលយើងក្រឡេកមើលជុំវិញជាមុនសិនហើយស្វែងយល់ថានេះជាប្រអប់ស្រាបៀរ2 3ដបទៀតពីកន្លែងនោះត្រឡប់ទៅលក់វាវិញក្រោយពីស្វែងរកអស់រយៈពេលជាង1ម៉ោងទីបំផុតខ្ញុំដឹងថាប្រអប់តូចនោះហៅថាទូរស័ព្ទដៃវាអាចថតរូបនិងហៅទូរស័ព្ទបានខ្ញុំមិនអាចមានលទ្ធភាពទិញវាបានទេយាយឲ្យចាំខ្ញុំជួយយាយរុញក្មេងមិនត្រូវការវាទេកុំធ្វើឲ្យសម្លៀកបំពាក់របស់អ្នកសើមវាខ្វក់មិនអីទេគ្រាន់តែលាងសម្អាតវាម្ដងទៀតនៅពេលដែលវាខ្វក់និយាយអំពីកម្លាំងអរគុណកូនមិនបាច់និយាយទេសូមប្រាប់ទីដើមមកខ្ញុំផងខ្ញុំនឹងរត់តាមកូនឲ្យហេតុអ្វីកូនមិនទៅរកការងារធ្វើស្ងួតខ្ញុំក៏ចង់ដែរតែខ្ញុំគ្មានអត្តសញ្ញាណប័ណ្ណផងខ្ញុំគ្មានសូម្បីតែវិញ្ញាបនបត្រផងតើអ្នកណាចង់បានខ្ញុំអ្នកអាចធ្វើវាបានដោយមិនចាំបាច់មានអត្តសញ្ញាណប័ណ្ណឬទៅផ្សារដើម្បីដឹកបន្លែពេញឡាន100ក្នុង1ម៉ោងតើខ្ញុំមិនឃ្លានទេពាក់យាយឲ្យកម្មករសំណងនោះណែណាស្ងួតនៅផ្សារលក់ដុំបន្លែមីងខ្ញុំនឹងនាំអ្នកទៅទីនោះថ្ងៃនេះទុកវានៅទីនេះនៅមាត់ទ្វារចុះយុវជនឲ្យកុមារល្អចូលមកផឹកទឹកមួយកែវរួចអង្គុយចុះសម្រាប់មួយផ្លែតហើយញ៉ាំផ្លែប៉ោមមួយផ្លែទេយាយខ្ញុំមិនញ៉ាំទេកុំបារម្ភអីកូនផ្លែប៉ោមនេះមកពីខ្ញុំបានរកឃើញវានៅផ្សារវាល្អឥតខ្ចោះចំណុចខ្វះខាតមួយចំនួននេះនឹងមិនប៉ះពាល់អ្វីទេដោយចៃដន្យយាយឲ្យផ្លែប៉ោមល្អបែបនេះនៅតែអាចរកឃើញហើយមានមនុស្សនៅផ្សារជារៀងរាល់ថ្ងៃបោះវាចោលទៅទោះបីជាផ្ទៃរបស់វាខ្មៅក៏ដោយអ្វីនៅខាងក្នុងល្អណាស់ហើយថែមទាំងមានបន្លែទៀតផងលើកវាឡើងយាយខ្ញុំក៏ចង់ទៅបេះបន្លែខ្លះដែរតើអ្វីទៅជាបន្ទាប់សម្រាប់ទីផ្សារគ្រាន់តែដើរមួយសន្ទុះទៅទីខាងកើតប៉ុណ្ណោះឆ្ងាយមិនអីទេខ្ញុំនឹងទៅពិនិត្យមើលវាឥឡូវនេះមីងឲ្យមីងលេងចង់បានម្ហូបនេះទៀតហើយមែនទេតើខ្ញុំអាចទៅយកវាបានទេធម្មតាអាហារឆ្ងាញ់បែបនេះត្រូវបានគេបោះចោលនៅឆ្នាំ2025ពួកគេខ្ជិះខ្ជីពេលវេលាពេញមួយឆ្នាំផ្ទះរបស់ខ្ញុំគេត្រូវរកអង្គគ្រប់ដើម្បីបរិភោគកាលខ្ញុំនៅក្មេងខ្ញុំអាចញ៉ាំបានតែពោតទេជនជាតិកូរ៉េបើប្រៀបធៀបទៅនឹងសម័យកាលនេះគឺពិតជារស់នៅក្នុងសុបិនមួយកូនឲ្យកូនរើសបានច្រើនណាស់តើយើងអាចបញ្ចប់វាបានទេគ្រួសារខ្ញុំធំដូច្នេះយើងអាចបញ្ចប់វាបានតើមានមនុស្សប៉ុន្មានអ្នកនៅក្នុងគ្រួសាររបស់អ្នកបន្ទាប់មកខ្ញុំនឹងមិនបេះវាទេខ្ញុំនឹងគ្រាន់តែបោះបន្លែទាំងអស់តែប្រយោជន៍ទេយើងមិនអាចប្រកួតប្រជែងជាមួយពួកគេបានទេយើងមិនអាចលាក់ខ្លួនបានទេជាមួយពួកគេបានទេយុវជននោះនៅក្មេងហើយមាននោះពិតជាមានធម៌ពុកខ្លាំងមែនតើយើងនឹងយកអាហារទាំងអស់នេះទៅផ្ទះដោយរបៀបណាអ្នកមិនអាចបាត់ខ្លួនហើយត្រឡប់ទៅផ្ទះវិញបានទេមែនទេចុះបើខ្ញុំបំភ័យនរណាម្នាក់សៀវវៃតើនោះជាអ្នកមែនទេយាយវូអ្នកបានមកដល់ពេលវេលាដ៏ល្អឥតខ្ចោះហើយដល់ពេលហើយចាំខ្ញុំមើលថាខ្ញុំអាចរើសបានអ្វីខ្លះអ្នកតើអ្នកកំពុងឈរធ្វើអ្វីនៅទីនេះខ្ញុំបានបេះបន្លែច្រើនណាស់ហើយខ្ញុំពិតជាព្រួយបារម្ភត្រូវយកវាមកវិញដោយមិនឲ្យអញគិតថាអញអាចស៊ីរបស់ដែលអញបេះបានហើយនៅមកយកកង់3របស់ខ្ញុំទៅប្រើវាទៅគ្រាន់តែប្រគល់វាមកខ្ញុំសូមចុច follow នៅក្រោមវីដេអូដើម្បីមើលវីដេអូបន្ទាប់សូមអរគុណ